Trong bong bóng từng ócគ្នាថ្ងៃហ្នឹងខ្ញុំមកចែកម្លែកបងប្អូនទាំងអស់គ្នាពីរបៀបដែលគុណផ្នែកដែលយើងមានដាក់គ្រាប់លេវណាដេស្ទះផ្នែកដែលយើងមានដាក់គ្រាប់លេវពីលើឲ្យវាថឹងសាច់ចូលបងប្អូនថឹងសាច់ស្បៃណានេះបងប្អូនជាដំបូងយើងបត់ក្បាលបែបហ្នឹងមកបន្ទាប់មកទៀតយើងបត់បែបទឹកក្នុងចែមកលេខមកបងប្អូនពីមុនគឺខ្ញុំដេរពល័តប៉ុន្តែការដេរពល័តអត់សូវស្អាតដោយការធ្វើបែបនេះទេបងប្អូនហើយតិចនិចនេះគឺជាតិចនិចដែលខ្ញុំរកបានខ្លួនឯងបងប្អូនពេលដែលខ្ញុំធ្វើឲ្យបែបនេះខ្ញុំឃើញថាស្អាតទើបបានខ្ញុំយកមកចែកម្លែកបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចសាកធ្វើបានយើងដេរសកត់ធ្នេអំវើទុកវាចំប្រឡោះកដាលមកបន្ទាប់មកទៀតបងប្អូនកាត់អាសាច់ស្បៃដែលលើសនឹងយើងកាត់ឲ្យលើសអញ្ចឹងណាបងប្អូនស្រួលក្នុងការដេរម្លេចនឹងឲ្យស្អាតបន្ទាប់នេះបងប្អូនយើងដេរអញ្ចឹងហើយយើងអាចយកទៅអ៊ុតបានហើយយើងអ៊ុតហើយចាំយើងដាក់នៅលើសាច់ស្បៃរបស់យើងផ្នែកផ្ទាំងខាងស្ដាំហើយសម្រាប់ការដេរហ្នឹងគឺយើងដាក់តាមខ្សែលេរបស់បងប្អូនណាខ្សែលេរបស់ខ្ញុំគឺរៀងប្រហោងធំបន្តិចចម្ងាយរបស់វា1លេខអញ្ចឹងខ្ញុំលើសពីចំណីនៃការទុករបស់ខ្ញុំហ្នឹង1លេខទៅមុខទៀតទើបបានខ្ញុំដាក់ស្ទះហ្នឹងស្ទះសម្រាប់ដាក់គ្រាប់លេវហ្នឹងណាយើងដានមកយើងដានវា2ជួរណាបងប្អូនយើងដានជា2ជួរបែបនេះវាស្រួលក្នុងការដេរបងប្អូនដានរួចរាល់ហើយឲ្យស្អាតមកបងប្អូនយើងដានអញ្ចឹងមកនេះហើយយើងមិនទៅចងមុខចងអីទេយើងចាក់វាពលឺចោលទៅបែបហ្នឹងណាបងប្អូនហើយចាំកាត់ចេញទៅយើងអាចដោះវាចេញពីហ្នឹងហើយយើងយកទៅដេរហើយសម្រាប់ការដេរក៏យើងត្រូវមានតិចនិចដេរដែរបងប្អូនដើម្បីកុំឲ្យសាប់មុខទៅវារួញស្បៃអញ្ចឹងយើងប្រើกระดาษបងប្អូនកระดาษទ្រាំអញ្ចឹងខ្ញុំប្រើ3ជាន់ទៅ4ជាន់បងប្អូនទើបយើងសាប់មុខទៅវាអត់រួញសាច់ស្បៃបើយើងប្រើกระดาษកាសែតមួយជាន់ឬក៏กระดาษផ្សេងមួយជាន់យើងសាប់មុខទៅក៏នៅតែរួញសាច់ស្បៃដែរបងប្អូនហើយសម្រាប់ការដេរគឺយើងដេរផ្នែកទាំងខាងត្រូវឡើងមកលើមុខយើងវិញមិញយើងដានខាងខុសបងប្អូនយើងដាក់ខាងខុសតែដល់ពេលយើងដេរខាងត្រូវឡើងមកលើមុខយើងវិញបងប្អូនជន់អញ្ចឹងទៅជន់តាមហ្នឹងទៅហើយពេលដែលយើងដាក់ទុកមួយកระดาษកាសែតចេះវាស្រួលក្នុងការដេរជាងយើងដេរសាច់ស្បៃបើយើងដេរសាច់ស្បៃទៅទេអាចនឹងលះហើយឬក៏យើងអត់ចេះទុកទេគឺយើងបាត់សាច់ស្បៃច្រើនតែយើងដេរនៅលើសាច់កណាត់អីក៏ដោយបងប្អូនឲ្យតែយើងដេរហើយគឺវាតែងតែបាត់ហើយគឺវាបាត់សាច់ហើយវាអត់នៅសាច់ដដែលដូចដើមឯងបងប្អូនដូចថាសាច់ស៊ីនរបស់វាអត់អាចនៅស្មើនឹងសាច់ស៊ីនអញ្ចឹងវាតែងតែបាត់ហើយនេះដល់កន្លែងដែលខ្ញុំដាក់ខ្សែលេវបងប្អូនពីមុនយក5លេខតែមើលទៅវាធំពេកអញ្ចឹងខ្ញុំយកទៅ4លេខកន្លះវិញណាខុសគ្នាកន្លះលេខបងប្អូនទាំងអស់គ្នាចង់ដេរខ្សែលេវកុំឲ្យដាច់បងប្អូនដាក់ធ្នេញឹកពេលដែលមុនពល័តខ្សែលេវនោះយើងដាក់ធ្នេញឹកហើយយើងដេរ2ដងបងប្អូនដេរ2ដងហើយកាត់សាច់ស្បៃកុំចោលធំពេកទុកឲ្យរៀងធំបន្តិចមកពល័តធានា 100% ដាច់ទេបងប្អូនហើយអត់មានបែកពោះទេពេលពល័តមកអានេះក៏ជាតិចនិចសំខាន់ពិសេសដែលខ្ញុំរកឃើញខ្លួនឯងដែរហើយខ្ញុំចង់ចែកម្លែកបងប្អូនទាំងអស់គ្នាដឹងផងដែរហើយចំណុចនេះគឺយើងដេរចឹងមកអានេះខាងខ្សែគ្រាប់លេនេះតាមពិតវីដេអូនេះខ្ញុំធ្លាប់បង្ហាញបងប្អូនទាំងអស់គ្នានៅវីដេអូមុនហើយបងប្អូនអាចចូលទៅមើលនៅវីដេអូមុនបានតែនេះគ្រាន់តែខ្ញុំដាក់ចូលជាមួយនឹងវីដេអូនេះខ្លះទៅចែកម្លែកបងប្អូនមើលថែមទៀតចឹងណាបងប្អូនមើលតាមហ្នឹងទៅអានេះយើងដេរខាងត្រូវឡើងមកលើបងប្អូនសម្រាប់ការលីវាមួយជើងនេះណាតែប៉ុន្តែវីដេអូនេះខ្ញុំធ្លាប់បង្ហាញនៅវីដេអូមុនហើយបងប្អូនចង់ចេះដេរខ្សែគ្រាប់លេវនោះបងប្អូនអាចទៅមើលនៅវីដេអូមុនបានណាកន្លែងចំណុចនេះណានេះបងប្អូនយើងនៅតែដេរផ្នែកខាងត្រូវឡើងមកលើដដែលតែគ្រាន់ថាដល់ចំណុចនេះគឺខ្ញុំលែងប្រើกระดาษកាសែតដែរដោយសារតាសាច់ស្បៃនឹងវា2 3ជាន់ហើយវាក្រាស់ហើយយើងប្រើតែដៃយើងជួយទប់ជួយទាញអីខ្លះទៅកុំឲ្យវាបាត់
សាច់ស្បែកអស់ច្រើនពេកចឹងណាចឹងខ្ញុំជួយយកដៃទប់ទៅប៉ុណ្្នឹងឯងបងប្អូនលែងប្រើกระดาษខ្សែដែរព្រោះវាច្រើនជាន់ពេកអញ្ចឹងណាតាមពិតថ្ងៃហ្នឹងគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបដេស្ទះដាក់កន្លែងដាក់គ្រាប់លេវទេតែខ្ញុំក៏បញ្ចូលវីដេអូកន្លែងដេខ្សែលេវនេះបញ្ចូលជាមួយតែម្ដងទៅហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះបងប្អូនទាំងអស់គ្នាចង់មើលវីដេអូចែកម្លែកថ្មីនៅចំណេះដឹងដេជាបន្តបន្ទាប់ទៀតបងប្អូនអាចចូលមើលនៅក្នុង channel នេះបានបងប្អូនព្រោះ channel នេះគឺជា channel ដែលខ្ញុំធ្វើឡើងដើម្បីចែកម្លែកពីចំណេះដឹងដេនឹងឯងបងប្អូនហើយមកដល់ថងចំណុចនេះគឺយើងអ៊ុតសិនណាបងប្អូនចាំយើងហែកអាกระดาษកាសែតនឹងដែលយើងដេសកត់នឹងចេញយើងចង់ហែកឲ្យហើយក៏បានយើងចង់អ៊ុតឲ្យហើយចាំហែកក៏បានដែរតាមចិត្តស្រឡាញ់បងប្អូននេះបងប្អូនឃើញធ្វើបែបហ្នឹងស្អាតស្បែករបស់យើងថឹងស្មើត្រង់ភ្លឹងនៅពេលដែលយើងដេដាក់กระดาษកាសែតហើយយើងយកដៃយកអីចេះទប់ចឹងណាបងប្អូនទម្លាប់ដេយូរចេះហើយដំបូងវារៀងពិបាកបន្តិចក្នុងការដេស្បែកបើអ្នកអត់ចេះទប់ណាតែយូរទៅវាទៅជាសាមញ្ញធម្មតាដែរបងប្អូននេះបងប្អូនទាំងអស់គ្នារួចរាល់ហើយណានេះការបញ្ចូលគុណខ្ចប់លេវនឹងនេះបងប្អូនឃើញធ្វើបែបហ្នឹង smooth ស្អាតជាងយើងប្រឡាត់បងប្អូនឃើញសាច់វាថឹងស្មើត្រង់ភ្លឹងអត់មានល្មិលល្មួលអីទេអត់ដូចប្រឡាត់ទេណាបងប្អូននេះបងប្អូនឃើញទេហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតមកដល់ចុងក្រោយនៃវីដេអូចាំជួបគ្នាជាមួយនឹងវីដេអូថ្មីនឹងក្រោយជាបន្តបន្ទាប់ទៀតនៅពេលក្រោយបងប្អូនទាំងអស់គ្នាបើគិតថា channel ខ្ញុំធ្វើទៅចែកម្លែកទៅមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាអាចចុច subscribe ម្នាក់មួយទៅអរគុណបង